គ្មានសម័យណាដែលខឿនការពារជាតិស្មារតីសាមគ្គីភាពរឹងជាងសម័យដេជោធិបតីនេះទេសង្គ្រាមទាំងពីរលើកនេះក៏បង្ហាញឲ្យឃើញអំពីគុណតម្លៃនៃសុខសន្តិភាពនៅពេលដែលយើងមានសង្គ្រាមយើងចាប់ផ្ដើមទទួលស្គាល់ពីគុណតម្លៃនៃសន្តិភាពដែលទាំងអស់គ្នាបានជ្រាបស្រាប់ហើយថ្នាក់ដឹកនាំគណៈបកថ្នាក់ដឹកនាំរាជរដ្ឋាភិបាលតែងតែចាត់ទុកសុខសន្តិភាពគឺជាអ្វីដែលមានតម្លៃធំបំផុតមិនអាចកាត់ថ្លៃបានដែលនាំគ្នាបានប្រកាសនាំគ្នាការពារសុខសន្តិភាពឲ្យបានទោះក្នុងតម្លៃកណាក៏ដោយការថែរក្សានៅសុខសន្តិភាពនេះបានធ្វើឲ្យពួកអគតិមកក្តាប់តូចពេកជេរនឹងពេលអស់គុណសន្តិភាពក៏ប៉ុន្តែនៅពេលដែលមានសង្គ្រាមកើតឡើងពួកនោះចង់បានណាស់សន្តិភាពអញ្ចឹងរាជរដ្ឋាភិបាលដែលបានចាត់ទុកសន្តិភាពគឺជាគុណតម្លៃដ៏ធំធេងដែលយើងមិនអាចកាត់ថ្លៃបានដែលយុវជនយើងនៅទីនេះមានកាតព្វកិច្ចគ្រប់គ្នាហើយបានចូលរួមរួចហើយនៅក្នុងការការពារសុខសន្តិភាពស្ថិរភាពនយោបាយដែលនេះគឺជាការបំពេញភារកិច្ចដ៏ត្រឹមត្រូវតាមលក្ខណៈរបស់គណៈបកដែលបានចែងក៏ដូចជាគោលនយោបាយរបស់រាជរដ្ឋាភិបាលនិងគណៈបកប្រជាជនកម្ពុជាផងដែរហើយតាមរយៈសង្គ្រាមទាំងពីរលើកនេះក៏បង្ហាញឲ្យឃើញអំពីការគិតគូរការយកចិត្តទុកដាក់ជាពិសេសការពូនជ្រុំកម្លាំងសាមគ្គីខ្មែរទាំងក្នុងនិងក្រៅប្រទេសដែលបង្ហាញឲ្យឃើញពីខឿនការពារជាតិដ៏រឹងមាំគ្មានសម័យណាដែលខឿនការពារជាតិស្មារតីសាមគ្គីភាពរឹងជាងសម័យដេជោធិបតីនេះទេ